បាទមកអាប់ដេតចកាបន្តិចបាទទៅឲ្យគេថែមដីចឹងទៅឲ្យវារឿងខ្ពស់បន្តិចដើម្បីស្រួលដាំដំណាំកុំឲ្យពេលខែភ្លៀងខ្លាំងទឹកវាលិចបាទអញ្ចឹងនោះស្រែទុកឲ្យទៀបដដែលទេពីព្រោះថាឆ្នាំក្រោយត្រូវធ្វើស្រែហ្នឹងមកស្រែទៀតទុកគ្រាន់តែមកស្ទូចត្រីក្នុងស្រែច្រូតស្រូវអីដោយមិនបាច់ចាំប្រើម៉ាស៊ីនទេបាទឆ្នាំក្រោយនេះគឺប្រើកម្លាំងគេមានតែអភិវឌ្ឍទៅជាឲ្យទំនើបតែខ្ញុំធ្វើឲ្យវាបុរាណបន្តិចប្រើកម្លាំងបាទហើយតាមនេះគឺតបែកអញ្ចឹងជួលតបាបន្លាយនេះដាក់តបែកហើយចេកចេកអញ្ចឹងទៅហើយខាងនេះតាមលបងនេះដាក់ដលងប្រភេទដលងយើងដលងកមួនហ្នឹងគឺអាពណ៌លឿងបាទហើយនោះបេនោះគឺជីបាទប្រភេទជីលេមកមាន់ទុកសម្រាប់ដាក់ស្រែនិងដាក់ដំណាំល្អណាស់បាទនេះជីធម្មជាតិបាទចកាចេកតិចទៀតខ្លាយទៅចកាចេកហើយបាទស្រូវមានស្រូវអូយមិនតាន់បានបោកទេដល់បានបោកដល់បានបែនសាវលបាទមានគោមកទៀតយោគោចូលយោគេមកលេងគោគេមកចូលលេងឃើញនៅនេះមានស្មៅចឹងនៅខាងមុខនោះគឺស្រែហើយផ្ទះប្រជាជនចឹងទៅហើយខាងនេះមានបងនៅដែរចឹងនៅនេះអត់ស្ងាត់ទេបាទហើយនេះស្វាយដាំស្វាយទៅកន្លែងនេះតណេកំពុងតែថាទៀតត្រូវរៀបចំដាំអីទៀតបាទនេះស្វាយដាំបានប្រហែលដើមដែរបាទខាងមុនមានដូងមួយជួរនេះគឺដាក់ដូងតែពេលនោះទឹកឡើងទៅវាលិចទៅធ្វើដូងវាអត់ល្អហើយចាក់ដីថែមแล้วលុបបាត់ចឹងមកសល់ដូងប្រហែលដើមដែរបាទហើយកាលនោះដាក់អាស័យដាក់តាពាំងផ្អែមហើយនឹងបត្រាប៉មួយនោះហើយលាស់ត្រួយល្អណាស់បាទហើយក្នុងស្រះនេះត្រីចឹងប្តីសុកផុតហើយបាទគឺមានស្រះមានស្រែមានដំណាំចកាហ្នឹងបាទ